ខ្ញុំបាទយើងសុជាមេតាសូមជម្រាបសួរលោកនាងអ្នកស្ដាប់ផ្សាយជាថ្មីហើយក៏សូមជម្រាបសួរលោកនាងដែលកំពុងទស្សនាវីដេអូផ្សាយផ្ទាល់របស់វិទ្យុអេស៊ីសេរីផងដែរបាទវេទិកាអ្នកស្ដាប់វិទ្យុអេស៊ីសេរីរបស់យើងនៅពេលនេះយើងនឹងពិភាក្សាទៅលើប្រធានបទថាតើខ្សែស្រឡាយមេដឹកនាំមានសិទ្ធិធ្វើជំនួញដែរឬទេបាទសូមជម្រាបជូនថាវាគ្មិនអញ្ជើញចូលរួមក្នុងនីតិរបស់យើងនារាត្រីនេះមានពីររូបគឺមានលោកបណ្ឌិតកែមលីលោកគឺជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងលោកបណ្ឌិតមាសនេះលោកគឺជាអ្នកស្រាវជ្រាវអភិការអភិវឌ្ឍសង្គមដូចគ្នាបាទសូមជម្រាបសួរលោកវិក្កាមទាំងពីរបាទសូមជម្រាបសួរបាទលោកនាងស្ដាប់ជាទីមេត្រីអង្គការឃ្លាំមើលពិភពលោកដែលហៅថា Global Witness បានចេញរបាយការណ៍និយាយពីការក្តាប់ជំនួញរបស់ខ្សែស្រឡាយលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅកម្ពុជាបណ្ដាញសារព័ត៌មានជាច្រើនទាំងក្នុងប្រទេសកម្ពុជានិងបរទេសបានផ្សព្វផ្សាយព័ត៌មាននេះប្រងព្រាតក្នុងពេលជាមួយគ្នាប្រតិកម្មក៏បានធ្លាក់មកជាបន្តបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលពិសេសពីបុត្រាបុត្រីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនពួកគេចាត់ទុករបាយការណ៍នេះថាធ្វើឡើងក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះលោកហ៊ុនសែនដោយសារការបោះឆ្នោតជិតចូលមកដល់ជាការព្យាយាមញុះញង់ឲ្យមានការបោះបោប្រឆាំងលោកហ៊ុនសែនជាដើមចំណែកអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសាននៅពេលដែលវិទ្យុអេស៊ីសេរីសុំប្រតិកម្មចំពោះរបាយការណ៍នេះលោកឆ្លើយថាកូនចៅសាច់ញាតិលោកហ៊ុនសែនជាពលរដ្ឋពួកគេមានសិទ្ធិរកស៊ីឲ្យតែធ្វើត្រូវច្បាប់ឬបង់ពន្ធត្រឹមត្រូវលោកថាបើអ្នកផ្សេងធ្វើបានហេតុអ្វីបានជាសាច់ញាតិលោកហ៊ុនសែនធ្វើមិនបាននេះលោកចោទសួរខ្ញុំសូមសួរសំណួរទី1ទៅកាន់វាគ្មិនទាំងពីរសំណួរខ្ញុំសួរថាតើរបាយការណ៍របស់ Global Witness និយាយសម្រាប់កម្ពុជាខ្ញុំអត់សំដៅថាតើបកកាន់អំណាចខាតអីបកប្រឆាំងចំណេញអីទេនិយាយជារួមតើកម្ពុជាចំណេញអីខាតអីរបាយការណ៍ហ្នឹងតាមពិតទៅអង្គការ Global Witness នេះបានចេញរបាយការណ៍3សំខាន់របាយការណ៍ទី1ដែលចេញនៅឆ្នាំ2007ដែលមានកម្រាស់អាយុ94ទំព័ររបាយការណ៍ហ្នឹងគឺនិយាយអំពី Family Tree គេហៅថាក្រុមខ្សែស្រឡាយអ្នកលួចជាតិបាទរបាយការណ៍បាទតាក់ទងទៅនឹងភាគច្រើនគឺក្រុមហ៊ុនកាប់ឈើនឹងចេញលើកទី2ដែលខ្ញុំមើលឃើញគឺ2009ដែលមានកម្រាស់អាយុ60ទំព័រហើយជាទូទៅរបាយការណ៍នីមួយៗខ្ញុំតាមមើលឯកសារយោងពីព្រោះឯកសារយោងហ្នឹងសំខាន់ឯកសារយោងរបាយការណ៍ទី1មានរហូតដល់440ឯកសារជាប្រភពហើយឯកសារទី2 429ប្រភពហើយយើងតាមដានលម្អិតថាតើប្រភពនីមួយៗហ្នឹងមកពីណាហើយគាត់យកមកពីណាទៅសេពយ៉ាងដូចម្ដេចវិធីសាស្ត្រយ៉ាងដូចម្ដេចហើយថ្មីនេះគឺមាន41ទំព័រទេបាទប៉ុន្តែមានឯកសារយោងរហូតដល់371ឯកសារហើយនៅក្នុងហ្នឹងមាន table បាទន័យថាមានតារាងក្រុមហ៊ុននីមួយបាទមានឈ្មោះអីអ្នកណាកាន់កាប់ហើយបានមាន capital បាទន័យថាមានហ៊ុនប្រមាណឆ្នាំណាហើយឯកសារយោងហ្នឹងគឺយកមកពីណាភាគច្រើននៅក្រុមហ៊ុននីមួយនេះយកមកពីការចុះបញ្ជីសាជីវកម្មរបស់ក្រសួងពាណិជ្ជកម្មទៅទៀតអញ្ចឹងក្រុមហ៊ុននេះវាអត់មានវាមិនមែនក្រុមហ៊ុនដែលថាអត់ក្រុមហ៊ុនខ្មោចទេបាទន័យថាក្រុមហ៊ុននេះមាននៅក្នុងប្រទេសកម្ពុជាហើយប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាប៉ុន្តែក្នុងរបាយការណ៍នេះគាត់បានដាក់ឈ្មោះនីមួយហើយបើខ្ញុំមើលទៅខ្ញុំមិនទាន់និយាយអំពីភាពពិតនៃរបាយការណ៍ទេណាប៉ុន្តែវិធីសាស្ត្រមួយដែលជាលក្ខណៈអន្តរជាតិអញ្ចឹងហើយមានការទៅសេមានឯកសារយោងច្រើនមាន note ច្រើនហើយភាគច្រើននៅក្នុងឯកសារយោងហ្នឹងមានកុងត្រាមានស្អីគ្រប់មុខណាមានលេខកូដលេខអីទាំងអស់អញ្ចឹងខ្ញុំមើលសំខាន់គឺមិនមែនជាឯកសារធម្មតាដែលយើងធ្វើការសិក្សាស្រាវជ្រាវធម្មតាទេវាមានស្តង់ដារខ្ពស់ទី1បាទទី2ខ្ញុំគិតថាបើយើងនិយាយពីបើទោះបីជារឿងនឹងវាអាក្រក់ឬក៏វាល្អយ៉ាងណាប៉ុន្តែវាមានប្រយោជន៍សម្រាប់អ្នកជំនួញនៅក្នុងស្រុកក្តីនៅក្រៅស្រុកក្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តថាតើគាត់បន្ថែមទុនរបស់គាត់ដើម្បីធ្វើការសហការជាមួយក្រុមហ៊ុនទាំងអស់ហ្នឹងទេឬមួយក៏គាត់ត្រូវដកក្រុមហ៊ុនគាត់ចេញគាត់សម្រេចចិត្តថាធ្វើការរកស៊ីនៅស្រុកខ្មែរឬទេបន្ថែមទៀតទេឬមួយក៏យើងដកចេញអាហ្នឹងគឺមានប្រយោជន៍សម្រាប់ក្រុមហ៊ុនធ្វើសេចក្តីសម្រេចចិត្តពីព្រោះទិន្នន័យនេះជាទិន្នន័យមួយដែលល្អហើយមិនងាយរកទេទិន្នន័យនេះណាហើយខ្ញុំមើលឃើញរបាយការណ៍នេះវារបៀបជា underestimate បាទន័យថាវាទៀបជាងស្ថានភាពជាក់ស្ដែងទៅទៀតពីព្រោះដោយធម្មតាកាលណាយើងរកស៊ីមិនត្រឹមត្រូវវាមិនចេញមកទាំងអស់ទេ
ដូចខ្ញុំច្រើនឧទាហរណ៍ដូចត្រីដែលនៅក្នុងទឹកបើយើងឃើញលោតមកត្រី4-10យើងមិនសន្និដ្ឋានថាត្រីហ្នឹងមានតែ4-10ហ្នឹងទេបាទណាហើយបើសិនណាកណនីតម្លៃនេះមានទៅ$200 លានឬក៏$400 លានវាមិនប្រកាសថាមានតែប៉ុណ្្នឹងទេពីព្រោះអានេះវាមាននៅក្នុងបញ្ជីបានន័យថាមាននៅលើតុតែម្ដងប៉ុន្តែក្រោមតុអានឹងរឿងមួយទៀតទី2វាសំខាន់ដែរសម្រាប់ជាសារដល់ប្រជាពលរដ្ឋដូចនៅថៃអញ្ចឹងក្រុមហ៊ុន Thaksin បងប្អូន Thaksin ហ្នឹងក៏ច្រើនដែរនៅពេលដែលគាត់ធ្វើនាយករដ្ឋមន្ត្រីតែសំខាន់គឺប្រជាពលរដ្ឋថៃបោះឆ្នោតឲ្យ Thaksin បន្តឬមួយក៏បោះឆ្នោតធ្លាក់ដូចគ្នានេះដែរព័ត៌មានចេះគឺសំខាន់ប្រជាពលរដ្ឋហ្នឹងគាត់គ្រប់គ្រងទេបើសិនជាតកូលមួយមានក្រុមហ៊ុនច្រើនរ៉ូស៊ីគ្រប់មុខអញ្ចឹងហើយនៅក្នុងតំណែងនៅក្នុងអំណាចទៅទៀតណាបើសិនជាអ្នកហ្នឹងគាត់ថាអាហ្នឹងអត់អីទេគាត់បន្តគ្រប់គ្រងទៀតអាហ្នឹងគាត់ត្រូវទៅគ្រប់គ្រងទៀតប៉ុន្តែបើគាត់អ្នកផ្សេងគាត់ថាអត់កើតទេក្រុមហ៊ុនច្រើនអញ្ចឹងណាធ្វើនាយករដ្ឋមន្ត្រីកូននាយករដ្ឋមន្ត្រីអីចឹងឧទាហរណ៍ណាគាត់អាចអត់បន្តអត់គ្រប់គ្រងអាហ្នឹងជាសិទ្ធិអំណាចហើយមួយទៀតសំខាន់គឺរបាយការណ៍នេះខ្ញុំគិតថារដ្ឋាភិបាលក៏ត្រូវតែទទួលស្គាល់ថាវាមានសារៈសំខាន់ក្នុងការស្វែងយល់ក្រុមហ៊ុនមួយថាតើក្រុមហ៊ុននឹងវាពិតប្រាកដឬទេហើយធ្វើការបកស្រាយទៅដល់ប្រជាពលរដ្ឋនៅក្នុង114ក្រុមហ៊ុនហ្នឹងឧទាហរណ៍ហើយក្រុមហ៊ុននឹងមានចែកចេញជាផ្នែកល្អខ្ញុំឃើញមានពាណិជ្ជកម្មមានហិរញ្ញវត្ថុមានទេសចរឬមួយក៏សំណង់អីជាដើមឡាបាទប្រសិនបើក្នុងករណីនេះបើនិយាយពីផលវិបាកវិញបាទកាលណាយើងនៅក្នុងតំណែងក្នុងនាមជាកូននាយករដ្ឋមន្ត្រីតំណែងជាយោធាតំណែងជាអីអញ្ចឹងនៅពេលដែលអ្នកដតីចង់រកស៊ីប្រកួតប្រជែងដូចគ្នាគឺពិបាកនឹងធ្វើការប្រកួតប្រជែងទី1ទី2ពិបាកទៅដល់មន្ត្រីសាធារណៈដែលគាត់ចង់ចាប់បងពុនបងអីទីគាត់នៅតំណែងបើសិនជាគាត់ហ៊ានចាប់ប្រទេសផ្ដាស់ឲ្យបងពុនព្រៃប្រាស់បើសិនជាក្រុមហ៊ុននឹងមិនបងពុនទៅវិញបើក្រុមហ៊ុនបងពុនវាមិនណាក្រុមហ៊ុននឹងអត់បងពុនទៅវិញចាប់ប្រទេសផ្ដាស់ធ្លាក់ពីតំណែងធ្លាក់ពីអីមិនចឹងអានឹងមានការលំបាកអានឹងបើយើងនិយាយពីនិយមន័យរបស់អន្តរជាតិគេ conflict of interest បានន័យថាទំនាស់ផលប្រយោជន៍ហើយបើយើងនិយាយអំពីនិយមន័យនៃអំពើពុករលួយរបស់អង្គការតម្លាភាពវិញគឺជាប្រភេទអំពើពុករលួយមួយដែរបាទរបាយការណ៍នេះខ្ញុំមើលឃើញវាតាក់ទិនគ្នាបានន័យថាភាសាអង់គ្លេសគេហៅមាន correlation គ្នាបាទរវាងរបាយការណ៍ទី1ដែលនិយាយអំពី family tree ខ្សែស្រឡាយអ្នកលួចជាតិហ្នឹង2007ហើយនឹងវាតាក់ទងទៅនឹងអាហ្នឹងតាក់ទងតែព្រៃឈើតាក់ទងនឹងរ៉ែអីហើយក្រុមហ៊ុនមួយចំនួនបានដាក់ចូលទៅក្នុងរបាយការណ៍ហ្នឹងហើយក្រុមហ៊ុនមួយចំនួនហ្នឹងគឺវាលេចឡើងការចាត់វិធានការរបស់រដ្ឋាភិបាលដែរកន្លងមកណាដូចជាដករដ្ឋអតីតរដ្ឋបាលព្រៃឈើឯប្រធានរដ្ឋបាលព្រៃឈើឯជាដើមទី1ទី2ដល់ពេល2009នេះវាតាក់ទងទៅនឹងcountry for sale បានន័យថាប្រទេសសម្រាប់ដាក់លក់អាហ្នឹងវាតាក់ទងដីសម្បត្តិសេដ្ឋកិច្ចដីសម្បត្តិរ៉ែតាក់ទងនេះដីបឹងកក់បរិយាកាសអីនេះអញ្ចឹងកាលណាមានក្រុមហ៊ុនឯកជនដែលជាខ្សែស្រឡាយអ្នកមានអំណាចវាមិនមែនតែនាយករដ្ឋមន្ត្រីមួយរដ្ឋមន្ត្រីច្រើនទៀតមានអញ្ចឹងណាអញ្ចឹងនៅពេលដែលដេញថ្លៃលក់អគាររដ្ឋនេះសុខាភិបាលតុលាការកំពូលស្អីទាំងអស់ហ្នឹងសំណួរសួរថាដេញថ្លៃយ៉ាងដូចម្ដេចពីព្រោះអ្នកជំនួញគឺត្រូវការចំណេញបើសិនជាអត់បងពុនបើសិនជាទិញថោកគឺត្រូវការចំណេញហ្មងហើយម្នាក់អ្នកសញ្ញេម្នាក់អ្នកអនុម័តព្រោះលក់អគាររដ្ឋធំដោះដូរអគាររដ្ឋធំមិនមែនត្រឹមរដ្ឋមន្ត្រីសាមញ្ញទៅសម្រេចបានទេវាតលនាយករដ្ឋមន្ត្រីចុះបើក្រុមហ៊ុនច្រើនដែលតាក់ទងនឹងខ្សែស្រឡាយហើយក្នុងការសម្រេចអាហ្នឹងឯងដែលគេហៅថា abuse of power for គេហៅ private gain បានន័យថារំលោភអំណាចដើម្បីផលប្រយោជន៍ឯកជននៅក្នុងយមន័យរបស់អង្គការតម្លាភាពអាហ្នឹងរឿងមួយទៀតសូមមិនចាំបាច់សូមបីតែដេញថ្លៃធំទេដេញថ្លៃទូចដេញថ្លៃជា consultant ទីប្រឹក្សាដើម្បីធ្វើកិច្ចការមួយរបស់ជំនួយរបស់ development partner របស់ដៃគូអភិវឌ្ឍណាក៏ក្រសួងមួយហ្នឹងគឺព្យាយាមបង្កើតក្រុមហ៊ុនបុគ្គលិកក្រសួងធំហ្នឹងណាបង្កើតក្រុមហ៊ុនដើម្បីទៅដេញថ្លៃ45បើមិនហ៊ានដាក់ឈ្មោះខ្លួនឯងក៏ឲ្យប្អូនឲ្យមិត្តភ័ក្តិឲ្យអីទៅធ្វើក្រុមហ៊ុន45ហើយដល់ពេលដេញថ្លៃម្ដងគឺក្រុមហ៊ុនតែខ្លួនឯងដដែលទេមួយទៀតរឿង quotation កាលណាយើងបង្កើត
ក្រុមហ៊ុនហ្នឹងវាតាក់ទងរឿងយក quote ដើម្បីយកមកប្រៀបធៀបថាយក3យកអី quote 3ដើម្បីសម្រេចយក1ដើម្បីអាហ្នឹងវាតាក់ទងនឹង conflict of interest ហើយនៅក្នុងនិយមន័យនៃអង្គើពុករលួយបានតំណោះផលប្រយោជន៍ធំដុំបាទដល់ពេលសារព័ត៌មានក្នុងស្រុកមួយចុះគឺកាសែតភ្នំពេញប៉ុស្តិ៍ហ្នឹងនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ហ្នឹងបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មហើយគាត់លើកឡើងឆ្លើយតបទៅនឹងរបាយការណ៍ហ្នឹងថាកម្ពុជាជាទីផ្សារសេរីអ្នកមានលុយអាចវិនិយោគតាមដែលគេចង់មិនថាគេនោះជានរណានោះទេទី1ហើយក្នុងហ្នឹងខាងភ្នំពេញប៉ុស្តិ៍ក៏បានដកស្រង់សម្ដីរបស់លោកហ៊ុនតូដែលគាត់ថារឿងរកស៊ីជារឿងរបស់គេកុំឲ្យតែគេធ្វើខុសច្បាប់កុំឲ្យតែគេនឹងទៅប្លន់អ្នកដទៃហើយលោកសុកអេសានជាមួយវត្តជូស៊ីសេរីក៏ថាបើអ្នកផ្សេងធ្វើបានរឿងអីសាច់ញាតិឬកូនចៅរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើមិនបានអញ្ចឹងឧទាហរណ៍ថាបើសិនជាអ្វីដែលគាត់ធ្វើនឹងស្របច្បាប់អីត្រឹមត្រូវមែនហេតុអីបានវាជាបញ្ហាទីហោអង្គភាពប្រចាំពើពលួយប្រធានអង្គភាពប្រចាំពើពលួយរាយការណ៍ទៅនាយករដ្ឋមន្ត្រីផ្ទាល់បើសិនជាជាប់ខ្សែស្រឡាយរកឃើញស្ថានភាពបែបនេះ 100% ច្បាស់ជាមិនហ៊ានទៅស៊ើបអង្កេតទេបើសិនតែឃើញក៏មិនហ៊ានថាដែរអានឹងវាជាកត្តាសច្ចានុមត្តមិនអាចប្រកែកបានទេមួយទៀតបើទោះបីជាយ៉ាងណាក៏ដោយមន្ត្រីរាជការម្នាក់ដែលរស់ស៊ីថ្នាក់ធំអញ្ចឹងតិចឬក៏ច្រើនវាមានអំណាចនៅក្នុងហ្នឹងហើយយើងត្រូវប្រកាសថាក្រុមហ៊ុនយើងមានប្រមាណមុននឹងយើងចូលធ្វើការក្នុងកំឡុងពេលប្រាប់ឲ្យច្បាស់នៅពេលដែលយើងធ្វើសេចក្តីសម្រេចចិត្តវាប៉ះពាល់ដល់ប្រយោជន៍នៅក្រុមហ៊ុនហ្នឹងអាហ្នឹងគឺរំលោភនៅក្នុងនិយមន័យនៃអង្គើពុករលួយហ្នឹងអញ្ចឹងយើងត្រូវឲ្យច្បាស់ឲ្យឆ្ងាយពីគ្នាបើសិនជាមិនអញ្ចឹងទេវាមានការពាក់ព័ន្ធខ្ញុំឧទាហរណ៍គយមួយចំនួនដែលខ្ញុំអាសាជួបច្រើនច្រកដែរគាត់ថាឡានដែលដឹកអីវ៉ាន់មកជួនកាល10 20ឡានអញ្ចឹងគាត់ជាគយហ្នឹងគាត់មិនហ៊ាននឹងទៅចិត្តឡានគេផងគាត់តែមើលឡានគេយកមកបង់ថ្លៃបាយមកក្បាលឡាន$100មកក្បាលឡាន$100បាន10-20ឡានហ្នឹងបាន1000 2000ហ្នឹងយកមកចែកគ្នាហូបបាយទៅមិននឹងហ៊ាននេះអាហ្នឹងឯងដែលយើងត្រូវទៅពិនិត្យមើលថាកាលណាអ្នកមានអំណាចមានក្រុមហ៊ុនវាត្រូវតាក់ទងអាហ្នឹងមួយទៀតរឿងយោធាទៅទៀតឡានយោធាច្រើនណាស់ឡានដឹកដីផងយីដុបធំផងយើងឃើញសិតឡានដឹកដីសិតដឹកតំណែងអញ្ចឹងយើងកាលណានៅក្នុងអំណាចវាត្រូវមានបញ្ហាទាំងអស់ហ្នឹងកើតឡើងអាហ្នឹងជាឧទាហរណ៍ខ្លីៗសម្រាប់ឲ្យយើងដឹងហើយបើក្រុមហ៊ុនរ៉ែទៀតសំខាន់ណាស់ពីព្រោះអីភាគច្រើនយើងមើលកុងត្រាក្រុមហ៊ុនរ៉ែនៅក្នុងរបាយការណ៍របស់ODC របស់អង្គការក្រៅរដ្ឋាភិបាលមួយដែលគាត់តែងតែស្រង់ហ្នឹងភាគច្រើនក្រុមហ៊ុនរ៉ែឃើញមានអាជ្ញាប័ណ្ណតែរុករករ៉ែរកពីកន្លែងមួយទៅកន្លែងមួយអស់អញ្ចឹងទៅរកកន្លែងមួយទៀតហើយអត់ទាន់មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទេបណ្ណារ៉ែហ្នឹងខ្ទេចខ្ទីអស់ហើយកន្លែងហ្នឹងដល់ពេលចេញពីមួយកន្លែងទៀតយើងទៅមើលកន្លែងហ្នឹងគឺខ្ទេចខ្ទីអស់ហើយប៉ុន្តែសិតតែរកហើយនៅស្រុកខ្មែរយើងបើកាលណាមានក្រុមហ៊ុនអញ្ចឹងគឺគេដាក់ក្រុមហ៊ុនរកហ្នឹងវាអត់ទាន់បងពុនទេបានរ៉ែក៏ដោយមិនទាន់បងពុនព្រោះវាស្ថិតនៅក្នុងក្របខ័ណ្ឌរកគេសុំតែអាជ្ញាប័ណ្ណបងតែអាជ្ញាប័ណ្ណរកហ្នឹងវានៅតែរករហូតប៉ុន្តែរ៉ែយើងក៏វាអស់ទៅទៀតអាហ្នឹងដែលយើងថាបើសិនជារ៉ូស៊ីត្រឹមត្រូវវាមិនអីទេតែបើរ៉ូស៊ីមិនត្រឹមត្រូវទៅវិញហើយនៅពេលនេះយើងមិនអាចលាក់បាំងបានទេពីព្រោះដូចខ្ញុំនិយាយថាទឹកវាថ្លាពលរដ្ឋមើលឃើញច្បាស់មែនទេប្រព័ន្ធរដ្ឋបើសិន20ឆ្នាំមុនយើងអាចឆ្លើយបដិសេធយើងអាចថាមិនខ្វល់ពួកនឹងសិតតែពួកផ្ដល់ព័ត៌មានមិនប៉ុន្តែពេលនេះក្រុមហ៊ុនទាំងអស់នេះសិតតែនៅបើនិយាយពីក្រុមហ៊ុនទូផ្សាយទូបាត់ហើយហ្នឹងក្រុមហ៊ុនទឹកសុទ្ធវិញផ្សាយលក់ទឹកសុទ្ធដែរហើយមួយទៀតឧទាហរណ៍ថាយើងទៅធ្វើក្រុមហ៊ុនទឹកសុទ្ធនៅពេលដែលយើងឲ្យគេប្រកួតប្រជែងដើម្បីផ្គត់ផ្គង់ស្ថាប័នរដ្ឋហើយកូនយើងទៅប្រកួតប្រជែងដែរនោះអ្នកណាដែលបានក្រុមហ៊ុនស្រាបៀរឧទាហរណ៍មានក្រុមហ៊ុនឯកជនស្រាបៀរផ្សេងទៅមកប្រកួតប្រជែងហើយយើងយកទៅចែកផ្សាយយកទៅកុំងឲ្យទិញអីអញ្ចឹងអាហ្នឹងវាជាប្រព័ន្ធ conflict of interest ហើយវាជាប្រព័ន្ធដំណោះផលប្រយោជន៍ជាស្វ័យប្រវត្តិតែម្ដងហើយខ្ញុំទៅសើដែរដែលគាត់មានកូនហើយគាត់បកកែរ៉ូស៊ីពួកកូនអ្នកធំខ្លះគឺញៀនគឺអីអញ្ចឹងហើយអត់ចូលចិត្តរ៉ូស៊ីគាត់បកកែរ៉ូស៊ីប៉ុន្តែបើខ្ញុំវិញ
បើសិនជាមានកូនដែលមានក្រុមហ៊ុនច្រើនរស់ស៊ីអញ្ចឹងត្រូវឲ្យកូននឹងលាលែងចេញពីអំណាចរដ្ឋដើម្បីកុំឲ្យមានដំណោះផលប្រយោជន៍គាត់អាចមានសិទ្ធិរកនៅក្នុងហ្នឹងណាហើយកងទ័ពទៀតគឺមិនអាចរកបានទៅទៀតព្រោះយើងនៅក្នុងកងទ័ពថ្ងៃសៅរ៍ថ្ងៃអាទិត្យមន្ត្រីរាជការអ្នកធំអ្នកទូចក៏ដោយថ្ងៃសៅរ៍ថ្ងៃអាទិត្យគេឲ្យយើងសម្រាកដើម្បីយកកម្លាំងទៅធ្វើការថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃត្រង់ឬក៏យប់អីគេឲ្យយើងសម្រាកប៉ុន្តែរដ្ឋហ្នឹងត្រូវតែនីឲ្យគេមានប្រាក់វិវត្តលោកបណ្ឌិតលើកឡើងអញ្ចឹងចុះចំណែកអ្នកស្រីហ៊ុនម៉ាណែតគាត់អត់មានទូនីតិនៅក្នុងការងាររដ្ឋទេហើយលោកហ៊ុនម៉ាណែតគាត់ជាយោធាមែនក៏ប៉ុន្តែគាត់នៅក្នុងរបាយការណ៍ Global Witness ហ្នឹងគេដាក់ថាគាត់ហ្នឹងអត់មានពាក់ព័ន្ធនៃក្រុមហ៊ុនហ្នឹងទេប្រពន្ធគាត់ពាក់ព័ន្ធទី1ទី2លោកហ៊ុនម៉ាណីអញ្ចឹងដែរគាត់អត់មានទេគាត់ជាតំណាងរាស្ត្រប៉ុន្តែប្រពន្ធគាត់មានshareមានអីខ្លះនៅក្នុងក្រុមហ៊ុនបើហ៊ុនម៉ាណែតមកគាត់មិនមែនជាអ្នកនយោបាយមិនមែនការមានទូនីតិការងាររដ្ឋអញ្ចឹងហេតុអីបានកន្លែងនេះខ្ញុំលើកទឹកចិត្តពីព្រោះរបាយការណ៍នេះខ្ញុំបានអានតាំងពីរបាយការណ៍ទី1ទី2ឥឡូវនេះរបាយការណ៍ទី3ហើយខ្ញុំអានលម្អិតរដ្ឋត្រូវតែរៀបចំយន្តការមួយដើម្បីសិក្សាលើរបាយការណ៍ហ្នឹងថាតើចំណុចណាវាពិតចំណុចណាមិនពិតដើម្បីបញ្ជាក់ឲ្យគេឲ្យដឹងថាកន្លែងនេះវាពិតកន្លែងនេះមិនពិតហើយកូនគាត់ខ្លះគឺនៅក្នុងរដ្ឋកូនគាត់ខ្លះនៅក្នុងអត់នៅក្នុងរដ្ឋទេអាចមានសិទ្ធិរស់ស៊ីបានប៉ុន្តែនៅក្នុងការដេញថ្លៃនៅក្នុងការប្រកួតប្រជែងពាណិជ្ជកម្មត្រូវឲ្យច្បាស់ដើម្បីប្រាប់ទៅដល់ប្រជាពលរដ្ឋបាទខ្ញុំគិតថានៅក្នុងកលៈទេសៈបែបនេះសូម្បីតែខាងក្រមប្រឆាំងអំពើពុករលួយក៏ខ្ញុំគិតថាមានតួនាទីសំខាន់សម្រាប់ស្ដារកិត្តិយសគ្រួសារតកូលហ៊ុននឹងឡើងវិញគឺអាចធ្វើការស៊ើបអង្កេតដើម្បីបង្ហាញទៅ Global Witness វិញថាតើនៅក្នុងចំនួនទាំងអស់នោះវាមានបញ្ហាអីកើតឡើងប៉ុន្តែសំខាន់ត្រង់ថាតើមានអីដែលយើងធ្វើឲ្យយើងជឿជាក់ថាក្រមប្រឆាំងអំពើពុករលួយនឹងមានឯករាជ្យសម្រាប់ធ្វើកិច្ចការហ្នឹងប៉ុន្តែស៊ើបអង្កេតលោកតាតែមានអ្នកប្តឹងអញ្ចឹងលោកបណ្ឌិតបាទអានេះវាអត់មានអ្នកប្តឹងទេបាទចាំបាច់មានអ្នកប្តឹងទេកាលណាមានព័ត៌មានដែលប៉ះពាល់ទៅដល់បុគ្គលិករដ្ឋអញ្ចឹងណាបាទហ្នឹងយើងត្រូវតែធ្វើការស៊ើបអង្កេតដើម្បីលាងខ្លួនណាមានសុទ្ធមិនខ្លាចភ្លើងប៉ុន្តែគាត់ថាបើសិនជាអង្គភាពប្រឆាំងអំពើពុករលួយចង់ធ្វើការស៊ើបអង្កេតខ្ញុំលើកទឹកចិត្តឲ្យមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលដូចជាអង្គការដំឡាភិបឬក៏ប្រជាពលរដ្ឋឬមួយក៏ក្រមឯករាជ្យដែលគេចង់ចូលរួមដើម្បីយើងបញ្ជាក់ឲ្យច្បាស់ថាអានឹងវាសឬក៏វាខ្មៅហើយបើមិនអញ្ចឹងទេវានៅសពេចសពិលនឹងមិនលៀងមិនជ្រះទេពីព្រោះអីពលរដ្ឋគាត់ឆ្លាតតាគាត់ចេះជាងអ្នកនយោបាយច្រើនណាឥឡូវគាត់រៀនពីគ្រប់ជ្រុងប៉ុន្តែអ្នកនយោបាយគាត់អាងគាត់ចេះហើយគាត់មិនសូវរៀនទេហើយមួយទៀតខ្ញុំឧទាហរណ៍លេងទេខ្ញុំធ្លាប់មើលហុងកុងដែលបរោះម្នាក់នោះគាត់ទៅហាត់ក្បួនគាត់ស្មានថាគាត់ស្រាប់ទៅគេមើលអត់ឃើញណាអាហាត់ក្បួនបំបាំងណាហើយចេះតែដើរស្រាប់អញ្ចឹងទៅឲ្យគេមើលអញ្ចឹងទៅប៉ុន្តែតាមពិតឥឡូវនេះយើងមិនអាចចេះតែបដិសេធហើយយើងមិនអាចចេះតែឆ្លើយតបយ៉ាងលឿនហើយដោយមិនបានមើលរបាយការណ៍បានគ្រប់ជ្រុងជ្រោយគ្រប់ចំណុចទេពីព្រោះរបាយការណ៍នីមួយៗសិតតែជាលក្ខណៈវិទ្យាសាស្ត្រហើយស្តង់ដារទៅទៀតបាទការពិភាក្សានឹងឃើញថាអ្វីដែលជាបញ្ហាតាមដែលខ្ញុំមើលឃើញគឺថាដូចជាប្រព័ន្ធនៃការត្រួតពិនិត្យអីចឹងមកថាបើមានបញ្ហាចឹងតើស្ថាប័នណានឹងចេញមុខហ៊ានចេញមុខដើម្បីស្រាវជ្រាវរកការពិតអីចឹងណាអញ្ចឹងស្ដាប់មើលទៅហាក់បីដូចជាអ្វីដែលជាបញ្ហាហ្នឹងគឺថាប្រព័ន្ធត្រួតពិនិត្យនឹងទៅវិញទេបាទចុះបើសិនជាគាត់ជាមេដឹកនាំក៏ដោយប៉ុន្តែគាត់ធ្វើមិនរៀបចំប្រព័ន្ធអីល្អអាហ្នឹងគឺថាអត់មានបញ្ហាអីទេការរកស៊ីហើយនេះយើងមានការសង្ស័យចំពោះអុកញ៉ាមួយចំនួនដូចជាអឹងមីងជឺដូចជាថោងសារ៉ាត់មានការបាញ់សម្លាប់បិទសំណុំរឿងចោលមិនមានការស៊ើបអង្កេតឲ្យមានការចូលរួមហើយអុកញ៉ាថ្មីខាងអចលនទ្រព្យអីនេះកាលណាមានអក្រិតកម្មមានបញ្ហាអញ្ចឹងវាភាគច្រើនវាតាក់ទងទៅនឹងការប្រកួតប្រជែងហើយយើងត្រូវទៅមើលហ្នឹងណាខ្ញុំមានមិត្តភ័ក្តិនៅនយោបាយកដ្ឋានទាំងអ្នកដំណងផ្នែកឯកជនក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគាត់ថាមួយថ្ងៃឆ្លោះគ្នាដោះស្រាយតែបញ្ហាកាលមុនក៏ហេងស្រួលដោះហើយដល់ពេលកូនមានបញ្ហាឆ្លោះគ្នាទំនាស់ច្រើនគឺពិបាកដោះស្មុគស្មាញជាងទៀតអាហ្នឹងឯងដែលយើងត្រូវពិនិត្យមើលហើយមួយទៀតបើសិនជាយើងមានសេចក្តីក្លាហានមែនទែនខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលឬមួយក៏បុគ្គលខ្លួនឯងបើសិនជារបាយការណ៍នេះមិនពិតយើងអាចប្តឹងទៅរដ្ឋាភិបាលអង់គ្លេសពីព្រោះអា Global Witness ហ្នឹងវានៅអង់គ្លេសហើយយើងគិតថាបើយើងស្អាតស្អំមែនបើសិនជាខ្ញុំវិញបើស្អាតស្អំមែនយើងប្តឹងមកប្តឹងថារបាយការណ៍នេះវាមិនពិតទេ
ថាទៅវាមិនត្រឹមត្រូវទេហើយរដ្ឋាភិបាលអង់គ្លេសត្រូវតែហៅហើយយកមកសាកសួរហើយយកមកស៊ើបអង្កេតហើយគាត់ស៊ើបអង្កេតហើយប៉ុន្តែសំណួរសួរថាយើងមានសេចក្តីក្លាហានហ៊ានទៅប្តឹងទេហើយបើមិនហ៊ានទៅប្តឹងខ្ញុំលើកទឹកចិត្តឲ្យសិក្សាស៊ីជម្រៅហើយធ្វើការបកស្រាយជាលក្ខណៈសាធារណៈឲ្យបានគ្រប់ជ្រុងជ្រោយគ្រប់ទម្រង់ខ្ញុំគិតថាវាចំណេញជាងដើម្បីកុំឲ្យមានបញ្ហានឹងបន្តទៅទៀតណាបាទខ្ញុំលើកចំណុចមួយដែលសំខាន់ហើយពលរដ្ឋគួរដឹងហើយយើងទាំងអស់គ្នាគួរដឹងគេជាទ្រឹស្ដីការសិក្សាជាច្រើនបានបញ្ជាក់ថាមនុស្សយើងវាមានភាពលោភលន់កាលណាយើងឡើងទៅកាន់អំណាចយើងកំណាញ់ទៀតយើងលោភលន់ណាស់ហើយទ្រព្យសម្បត្តិធនធានធម្មជាតិធនធានរដ្ឋទាំងអស់យើងចង់តែយកមកតែឯកជនម្នាក់ឯងអញ្ចឹងដើម្បីធ្វើមិនកុំឲ្យមនុស្សនឹងលោភលន់គឺគេត្រូវការឲ្យមានតុលាការឯករាជ្យណាដែលណាឲ្យលោភលន់ហួសពីច្បាប់គឺគេត្រូវតែធ្វើការស៊ើបអង្កេតចោទប្រកាន់អញ្ចឹងហើយបានគេត្រូវមានសភាពីព្រោះអ្នកកាន់រដ្ឋាភិបាលជាអ្នកសម្រេចអ្នកអូស៊ីគេឲ្យមានសភាដើម្បីតាមដានរដ្ឋាភិបាលដើម្បីទប់ស្កាត់អា ambitious ហ្នឹងទប់ស្កាត់អាមហិច្ឆតារបស់មនុស្សហ្នឹងគេត្រូវមានច្បាប់ប្រឆាំងនឹងអំពើពុករលួយត្រូវមានការប្រកាសទ្រព្យសម្បត្តិជាចំហជាលក្ខណៈគ្រួសារហើយមានការស៊ើបអង្កេតប្រសិនបើទ្រព្យសម្បត្តិហ្នឹងមានការកើនខុសពីធម្មតាចំពោះបុគ្គលហ្នឹងដើម្បីទប់ស្កាត់អាមនុស្សដែលមានស្ថានភាពលុបលន់ហើយភាគច្រើនមនុស្សណាដូចមនុស្សណាដែរលុបលន់ប៉ុន្តែដើម្បីទប់ស្កាត់ដើម្បីកុំឲ្យលុបលន់ឲ្យមានតម្លាភាពវាតលមានយន្តការតុល្យភាពអំណាច check and balance ហ្នឹងដើម្បីធ្វើឲ្យមនុស្សហ្នឹងទប់ស្កាត់កុំឲ្យមានភាពលុបលន់បើមិនអញ្ចឹងទេនៅពេលដែលមនុស្សមានអំណាចកាន់តែខ្លាំងគឺនឹងយកអំណាចហ្នឹងយកមកធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួនឯងគ្រប់គ្នាហ្នឹងហើយយើងឃើញមេដឹកនាំមួយចំនួននៅអារ៉ាបយើងឃើញមេដឹកនាំមួយចំនួននៅអាស៊ីហ្នឹងក៏យើងអញ្ចឹងដែរអញ្ចឹងហើយបានចិនវៀតណាមអីគឺมันមានអ្នកណាឈរនៅលើច្បាប់ឯកាលណាពុករលួយដោយប៉ូស៊ីឡៃអីគឺជាប់ពន្ធនាគារតែម្ដងមែនទេហើយរដ្ឋមន្ត្រីនៅវៀតណាមអីជាប់ពន្ធនាគារហ្មងគេមិនចង់ឲ្យអា system មួយដែលវាខូចដោយសារតែអ្នកដែលមានអំណាចនោះទេអញ្ចឹងសម្រាប់យើងមើលនៅចិននៅសំបីចិនក្នុងមួយឆ្នាំចិនប្រកាសបហាជីវិតមន្ត្រីពុករលួយហ្នឹងក៏មិនតិចណារាប់រយនាក់នៅក្នុងមួយឆ្នាំណាអញ្ចឹងយើងឃើញថាសំបីតែប្រទេសកុម្មុយនីសដូចជាប្រទេសចិនក៏វាមានប្រព័ន្ធមួយសម្រាប់គ្រប់គ្រងដែរហើយបើយើងមើលថ្មីដូចស្ថានភាពនៅសហរដ្ឋអាមេរិកតាក់ទងនឹងការបញ្ចេញព័ត៌មានតាមអ៊ីមែលរបស់អ្នកស្រី Hillary Clinton យើងឃើញថាវាមានយន្តការរបស់គេសម្រាប់តាមដានសម្រាប់ដេញដោលសួររឿងហ្នឹងប៉ុន្តែនៅស្រុកយើងវាអត់ទាំងអស់វាអាចអត់ហើយវាអាចអត់ហ៊ានទៀតសូមអរគុណលោកដិតឥឡូវយើងងាកមកមិត្តអ្នកស្ដាប់យើងម្ដងទទួលមិត្តអ្នកស្ដាប់យើងម្ដងសូមអញ្ជើញកញ្ញាសូមអញ្ជើញត្រីម៉ៅមកពីភ្នំពេញនិងឋានីខ្ញុំមានសំណួរខ្លះចង់សួរទៅលោកវាគ្មិនថាតើការចេញរបាយការណ៍របស់ Global Witness នៅពេលនេះណាគឺដើម្បីធ្វើឲ្យបរិយាកាសនយោបាយហ្នឹងវាពុលហើយក្នុងបំណងធ្វើឲ្យប្រជាពលរដ្ឋហ្នឹងមានកំហឹងហើយស្អប់រដ្ឋាភិបាលឬហើយនឹងជាចេតនាជួយឃោសនាដើម្បីឲ្យគណៈបក្សសង្គ្រោះជាតិអាចជាប់ឆ្នោតនៅឆ្នាំក្រោយនេះឬទេបាទហើយសំណួរមួយទៀតចង់សួរថារបាយការណ៍របស់ Global Witness នឹងដែរអាចជាសន្លឹកដៀមួយដើម្បីជួយឲ្យគណៈបក្សសង្គ្រោះជាតិមានហេតុផលដើម្បីចរចាជាមួយរដ្ឋាភិបាលដែរឬទេបាទហើយសម្រាប់សំណួរទី3ហ្នឹងខ្ញុំចេះតែឆ្ងល់ថាដែរថាភាគច្រើននៃការផ្សាយរបស់វិទ្យុអាស៊ីសេរីហ្នឹងគាត់ច្រើនតែវាយប្រហារមកលើរដ្ឋាភិបាលហើយការពារទៅសង្គមស៊ីវិលឬក៏គណៈបកប្រឆាំងហើយតើការប្រកាន់ជំហរការពារយ៉ាងម៉េចលោកបាទការពារយ៉ាងម៉េចហើយការពារសង្គមស៊ីវិលបកប្រឆាំងយ៉ាងម៉េចលោកបាទនៅក្នុងវេទិកាហ្នឹងយើងអញ្ជើញខាងរដ្ឋាភិបាលខាងបកកាន់អំណាចចូលរួមដែរហ្នឹងហើយក៏មិនចូលរួមឲ្យយើងធ្វើម៉េចចុះភាគច្រើនគឺថាបើខាងរដ្ឋាភិបាលអញ្ជើញទៅជាមួយហ្នឹងឃើញការសួរសំណួរហ្នឹងមានការក្របសង្កត់ចាញ់ដេញដោលបាទហើយខ្ញុំឃើញវារបៀបហ្នឹងហើយចង់សួរថាតើអាហ្នឹងវាអាចបញ្ជាក់អំពីថាវិទ្យុអាស៊ីសេរីហ្នឹងយើងស្ថិតនៅជាវិទ្យុឯករាជ្យតទៅទៀតឬយ៉ាងណាពីព្រោះស្ដាប់មើលទៅឃ
คืนทานี่ជាទស្សនៈរបស់លោកក៏មិនតែប្រជាពលរដ្ឋក៏នៅចាត់ទុកថាយើងជាវិទ្យុឯករាជ្យនឹងដែរបាទសូមអរគុណលោកបាទខ្ញុំសូមឆ្លើយបងថាពិតសំណួរល្អរបាយការណ៍របៀបនេះបើសិនជារដ្ឋាភិបាលមិនមានការឆ្លើយតបសមស្របមិនមានការបកស្រាយសមស្របអាចថាវាជាស្លឹកបៀសម្រាប់គណៈបកប្រឆាំងទទួលបានប្រជាប្រិយភាពមែនប៉ុន្តែប្រសិនបើរដ្ឋាភិបាលធ្វើការសិក្សាស្រាវជ្រាវកែតម្រូវកុំឲ្យមានទំនាស់ផលប្រយោជន៍នោះវាជាស្លឹកបៀរបស់គណៈបកកាន់អំណាចទៅវិញកាលណាកែឲ្យស្ថាប័ននឹងវាល្អអត់មានអំពើពុករលួយអត់មានទំនាស់ផលប្រយោជន៍ហើយច្បាស់លាស់អ្នកណារស់ស៊ីដឹងរស់ស៊ីអ្នកណាធ្វើការដឹងធ្វើការនោះរដ្ឋាភិបាលចំណេញប្រជាប្រិយភាពអាហ្នឹងគឺត្រូវតែទទួលស្គាល់ដោយទំនាស់ដីធ្លីអញ្ចឹងប្រសិនបើយើងទុកឲ្យរ៉ាំរ៉ៃវាចំណេញដល់គណៈបកប្រឆាំងអត់ដោះស្រាយប៉ុន្តែបើផ្ទុយទៅវិញបើយើងព្យាយាមដោះស្រាយប្រជាជនសប្បាយចិត្តយូរចំណេញដល់គណៈបកកាន់អំណាចហើយគណៈបកកាន់អំណាចហ្នឹងក៏ទទួលបានអាដំណោះស្រាយជូនប្រជាពលរដ្ឋនឹងទៀតប្រជាប្រិយភាពពីប្រជាពលរដ្ឋនឹងទៀតអាហ្នឹងហើយគឺជាការប្រកួតប្រជែងខាងផ្នែកនយោបាយហើយមួយទៀតដែលខ្ញុំចង់ឆ្លើយបងតាមពិតល្អប្រសិនបើយល់ថាវិទ្យុ VOA អាស៊ីសេរីអីមិនលំអៀងយើងគួរតែមានខ្ញុំសំណូមពរដែរណារដ្ឋាភិបាលមាន2អ្នក3អ្នកជំនាញអ្នកខ្លាំងហ្នឹងមកឆ្លើយឬមួយក៏អញ្ជើញ NGO ដែលធ្លាប់ឆ្លើយអញ្ចឹងទៅទូទស្សន៍ហើយយើងចេះសួរដេញដោលអញ្ចឹងដូចគ្នាទៅអញ្ជើញគណៈបកប្រឆាំងទៅទូទស្សន៍ម្នាក់ឯងម្នាក់ហើយគៀប2អ្នកអីអញ្ចឹងទៅឧទាហរណ៍ហើយយើងចេះតែសួរដេញដោលអញ្ចឹងទៅវាចំណេញជាងពីព្រោះអាហ្នឹងវាបានព័ត៌មានទៅដល់ប្រជាពលរដ្ឋប៉ុន្តែយើងមិនសូវចូលរួមប្រកួតទេមើលទៅបាទលោកបញ្ញត្តិគាត់មានបាទខ្ញុំគិតថាខ្ញុំក៏សូមសរសើរដល់បងម៉ៅដែលបានសួររឿងនឹងដែរបើថាជាសំណួរមួយដែលយើងរងហើយយើងកំពុងចោទថាហើយមិនក៏រឿងនេះវាកើតឡើងក្នុងពេលជាមួយគ្នាណាប៉ុន្តែបើយើងមើលពីប្រវត្តិនៃរបាយការណ៍នេះប្រើពេល1ឆ្នាំក្នុងការរៀបចំក្នុងការតាមដានស្រាវជ្រាវអញ្ចឹងនៅក្នុងមួយឆ្នាំមុនពេលដែលគេចាប់ដើមធ្វើគម្រោងនេះឡើងតើគឺការស្រាវជ្រាវឡើងពេលនោះស្ថានភាពនយោបាយនៅស្រុកខ្មែរយើងអត់ទាន់មានអីកើតឡើងទេអញ្ចឹងបើយើងចោទថារបាយការណ៍ Global Witness នេះមានបំណងដើម្បីធ្វើឲ្យមានផលប៉ះពាល់ទៅលើកិត្តិយសរបស់អ្នកដឹកនាំខ្មែរក៏យើងពិបាកថាដែរព្រោះកាលនោះយើងអត់ទាន់មានបញ្ហាអីទេហើយពេលនោះដូចមួយឆ្នាំមុនណាវប្បធម៌សន្តានាអីហ្នឹងក៏កំពុងតែចាប់ដើមទៅជែកឡុកលើនេះជាមួយគ្នាប៉ុន្តែវិច័យដល់របាយការណ៍នេះគេមានរយៈពេលរបស់គេមួយឆ្នាំវាចេញនៅក្នុងពេលដែលស្ថានភាពនយោបាយនៅស្រុកយើងវាកំពុងតែមានភាពតានតឹងដល់អញ្ចឹងវាមានការចោទប្រកាន់ថាបខូចហើយមួយទៀតបើអ្វីដែលយើងមើលគឺរបាយការណ៍របស់ Global Witness នេះគឺវាធ្វើរាល់ឆ្នាំមិនមែនចាំដល់តែចិត្តបោះឆ្នោតបានវាធ្វើទេគឺឲ្យទៅដល់វគ្គរបស់គេដែលគេត្រូវបញ្ចេញរបាយការណ៍គឺដល់ហ្នឹងគឺបញ្ចេញតែម្ដងហើយរបាយការណ៍នេះមិនមែនសម្រាប់តែឲ្យមករដ្ឋាភិបាលខ្មែរទេគឺគេបញ្ជូនទៅដល់ស្ថាប័នអន្តរជាតិដទៃទៀតអញ្ចឹងបានជាគាត់តែរបាយការណ៍នេះចេញភ្លាមមិនបានប្រហែលម៉ោងយើងឃើញថាប្រព័ន្ធផ្សព្វផ្សាយមិនមែនតែក្នុងប្រទេសខ្មែរនៅទូទាំងពិភពលោកគេចាប់យកទៅផ្សព្វផ្សាយទាំងអស់ប្រហែលជាត្រង់ចំណុចហ្នឹងហើយដែលមានខាងមន្ត្រីរដ្ឋាភិបាលហើយទាំងលោកម៉ៅមិញលើកឡើងថាជាការបំពុលបរិយាកាសតាមពិតតែយកថាជួយអញ្ចឹងកាលពី2007ចេញម្ដងប៉ុន្តែបោះឆ្នោត2008ក៏ប៉ុន្តែដល់2000បោះឆ្នោតហើយ2008ក៏គាត់ចេញដែរ2009គាត់ចេញអា Country for Sale នេះអាប្រទេសសម្រាប់ដាក់លក់នេះហើយមួយទៀតចេញពេលនេះវាមិនមែនចិត្តបោះឆ្នោតវានៅសល់បោះឆ្នោតជាតិនៅសល់2ឆ្នាំទៀតហើយបោះឆ្នោតយើងនៅចន្លោះ5ឆ្នាំម្ដងអញ្ចឹងខ្ញុំគិតថារបាយការណ៍នេះគឺគោលបំណងជួយរដ្ឋាភិបាលសម្បើមណាស់នៅពេលដែលរដ្ឋាភិបាលសិក្សាហើយយកទៅធ្វើការឆ្លើយតបតាំងពីរបាយការណ៍លើកទី1 2007ខ្ញុំឧទាហរណ៍ម្ដងទៀតឧទាហរណ៍ថាយើងអាវយើងវាលហែកហើយគេប្រាប់ថាវាលហែកអាវហើយយើងអត់ព្រមយកទៅដេរយើងចេះតែពាក់ទៅមនុស្សនៅក្នុងផ្សារហ្នឹងឃើញអាលហែកហ្នឹងរហូតប៉ុន្តែផ្ទុយទៅវិញបើគេប្រាប់ហើយយើងយកមកដេរឲ្យចិត្តទៅដើរទៅគេលែងឃើញហើយអញ្ចឹងវាចំណេញឲ្យខាតវាដោយសារតែយើងមិនចង់កែប្រែតែប៉ុណ្្នឹងឯងដូចខ្ញុំបានលើកឡើងមិញថាបើសិនជាយើងមើលក្នុងរបាយការណ៍តាក់ទងនឹងឯកសារយោងងាយស្រួលបំផុតក្នុងការប្តឹង
với mua cầm hôn ấy cứ miền nông thằng o tăng ngày cho bệnh chi cho ấy dương miền thằng o chẳng bảo sân chia nơi không rồi bài cá nó này na môi ở thì họ thà hóc sắp chất sắp kia rồi nay rồi bài cá nó chia rồi bài cá khai cứ nét để đăng cứ ai do từ đăng bàn sưu nghi sưu làm phậtแต่អាចប្តឹងអត់លោកបណ្ឌិតប្រហែលថ្ងៃមុននេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏លើកឡើងគាត់ថានរណាក៏ដោយឲ្យតែធ្វើគ្រួសារគាត់មិនបានសុខគាត់មិនឲ្យធ្វើនៅក្នុងសុខដូចគ្នាអញ្ចឹងប៉ុន្តែនេះបើចង់ប្តឹងតទៅប្តឹងក្រសួងពាណិជ្ជកម្មពីព្រោះអានេះគាត់យកចេញពីការចុះបញ្ជីសារសាជីវកម្មរបស់ក្រសួងពាណិជ្ជកម្មហ្នឹងអត់ចុះបញ្ជីផ្សេងទៀតគាត់មិននឹងដាក់ចូលផងអញ្ចឹងខ្ញុំគិតថាតទៅប្តឹងក្រសួងពាណិជ្ជកម្មនេះគាត់ដកស្រង់បាទសូមអញ្ជើញមិត្តអ្នកស្ដាប់យើងមួយរូបទៀតគឺថានេះមកភ្នំពេញបាទខ្ញុំមានសំណួរមួយថាក្នុងអសួរលោកវិគុណទាំងពីរដែលនៅក្នុងស្ថានីយ៍ហ្នឹងថាអីមុនរបាយការណ៍នឹងចេញមកលោកដែលបានទទួលបានព័ត៌មានពីការរកស៊ីរបស់កម្ពុជាអ្នកដឹកនាំខ្មែរហ្នឹងតាំងពីមុនពេលរបាយការណ៍ចេញហើយក៏ពីរបាយការណ៍នឹងចេញហើយបានយើងមកគ្នានិយាយត្រូវលោកគេចោទប្រកាន់ថាយើងហ្នឹងជួយបន្តជួយអីចឹងណាបាទអរគុណលោកបាទដូចខ្ញុំលើកឡើងអញ្ចឹងបងតាទៅសំណួរនេះយើងតាមដានសកម្មភាពតាមដានស្ថានភាពសង្គមរាល់ថ្ងៃយើងឃើញរាល់ថ្ងៃมันអីជាលក្ខកំបាំងទេរឿងហាងរឿងក្រុមហ៊ុនអីសូម្បីតែភោជនីយដ្ឋានខ្ញុំទៅហូបតែញឹកហ្នឹងខ្ញុំឃើញខ្ញុំហូបកន្លែងមួយនោះទីហោជាក់ស្ដែងយើងមាន conflict of interest ចឹងខ្ញុំសួរថាឥឡូវលក់ដាច់ទេស្រាបៀរពេលហ្នឹងនៅពេលដែលគេចាប់ឲ្យផាកពិន័យឲ្យកក់លុយ$1000អីចឹងណាគាត់ថាហេតាំងពីចាប់ផ្ដើមធ្វើអញ្ចឹងលក់លែងដាច់ហើយចឹងបើលក់លែងដាច់ធ្វើមិនហិចទេតានេះគាត់ដោះស្រាយលែងផាកអាផ្លុំអាកុលហ្នឹងទៀតឃើញអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមអនុវត្តច្បាប់ហើយយើងរកស៊ីផងគឺវាមានអាទំនាស់ផលប្រយោជន៍ហ្នឹងចេញមកតែម្ដងអាហ្នឹងឯងដែលយើងសង្គមយើងធ្វើឲ្យវាទុនទៅ